Hello សួស្តីអ្នកទាំងអស់គ្នានេះជារបៀបភ្ជាប់នាឡិកា C90 Ultra 2 ហើយចំពោះនាឡិកានេះខ្សែសាវាគឺប្រភេទ Wireless Charge គឺដាក់ទៅគឺឆក់ចូលហើយចំពោះយ៉ាងដំបូងសាកថ្មប្រហែលជា 2-3 ម៉ោងហើយចំពោះនាឡិកានោះសាកថ្មប្រហែលជា1ម៉ោងកន្លះគឺពេញហើយចំពោះរបៀបដាក់ខ្សែគឺបែបនេះហើយចំពោះខ្សែខ្លីដាក់ខាងប៊ូតុងវងមូលវាដាក់ផ្ងាឡើងលើចេញមកហើយខ្សែវិញដាក់ខាងនេះដាក់ចឹងមកហើយចំពោះបើចង់ដោះចេញស្កត់ឡើយនេះហើយចាំទាញចេញហើយចំពោះខ្សែពាក់បែបនេះគឺដាក់សើកចូលក្នុងហើយដាក់ដៃទៅដាក់លើដៃហើយបានសើកកັບហើយបានបត់ចូលក្នុងហ្នឹងខ្សែវាងាយស្រួលទេហើយតើឥឡូវយើងចូលមើលរបៀបភ្ជាប់តាំងរូបទាំងអស់គ្នាឥឡូវយើងបើក Bluetooth មកយើងបើក Bluetooth នាឡិកាយើងចេះចូល setting យើងចេះនេះមកមើលឥឡូវយើងចូល app ចូល setting នេះចូល general Bluetooth ហើយដើម្បីតាំងរូបបានយើងចូល Play Store ឬ App Store ដើម្បី download កម្មវិធីមួយដែលមានឈ្មោះថានេះកម្មវិធីនេះកម្មវិធីហ្នឹងហើយកុំភ្លេចបើក Bluetooth លើទូរស័ព្ទផងទើបចូលកើតឥឡូវខ្ញុំ download រួចហើយដើម្បីកុំឲ្យខាតពេលយូរខ្ញុំចូលតែម្ដងបើចេញបែបនេះយើងចុចជិះមក Android iOS ចុចដូចគ្នាបើវាចេញបែបហ្នឹងចេះ low រហូតមកវាចេញបែបនេះនេះបើសិនបើប្រភេទ iPhone វាមានចេញiCloud យើងដើម្បីងាយស្រួលយើងចុចកន្លែងគ្រីសនេះហើយចុចកន្លែងពាក្យ iCloud រូប Apple នោះចុចទៅហើយ scan មុខឬវាយ password ទៅគឺវាចូលដល់ក្នុង app ហ្នឹងហើយមិនបាច់បង្កើតកម្មវិធីទេឥឡូវនេះខ្ញុំប្រាប់ពីរបៀប Android ចំពោះ Android វារៀងចេញមកច្រើនបន្តិចឥឡូវយើងមាន Gmail ស្រាប់ហើយអញ្ចឹងខ្ញុំចូលយកតែម្ដងឥឡូវអត់ទេបើសិនបើអ្នកទាំងអស់គ្នាមាន Gmail ហើយអ្នកទាំងអស់គ្នាចូលទៅចូល Gmail អ្នកទាំងអស់គ្នាហើយវាយ password ទៅគឺចូលដល់ក្នុង app ហើយតែឥឡូវខ្ញុំអត់ទេខ្ញុំបង្កើតថ្មីសម្រាប់អ្នកអត់ចេះសោះអញ្ចឹងឥឡូវ create account ណាអានេះសម្រាប់អ្នកអត់ចេះសោះឈ្មោះយើងដាក់អីក៏បានដែរហើយខែឆ្នាំកំណើតភេទនេះការបង្កើត Gmail ថ្មីអ្នកដែលអត់ចេះឥឡូវខ្ញុំចុចដាក់ស្អីក៏បានដែរឥឡូវស្រួលសិននេះការបង្កើតថ្មីយើងចុចអីក៏បានឲ្យតែវាលោតឲ្យ1 2 3 4 5 6 7 0 7អត់ចេញទេថែមមួយទៀតក៏អត់ចេញដែរឥឡូវខ្ញុំដាក់ក្រហមហ្នឹងបានន័យថាចេញទេខ្ញុំដាក់កូដខ្មែរ KX កូនខ្មែរ009 2 ដងវាអត់ចេញទេឥឡូវវាលោតអូតូឲ្យវាអូតូបែបនេះយើងចុចជឹងក៏មកយើងយកមួយណាក៏បានដែរវាចេញមកជួអញ្ចឹងអានេះគេអត់តន់ប្រើអញ្ចឹងយើងអាចបង្កើតបានយើងចុច net password យើងដាក់អីក៏បានដែរឲ្យតែយើងងាយស្រួលចាំដំបូងដាក់អក្សរធំនេះខ្ញុំដាក់ចេះឥឡូវខ្ញុំសេវទុកមួយវិធីនេះខ្ញុំប្រាប់ពីអ្នកដែលអត់ស្គាល់សោះអត់ចេះសោះនេះឥឡូវវាអូតូបង្កើតអាហ្នឹងឲ្យបានហើយដើម្បីចូលរងចាំតិចទៅរងចាំវិនាទីវាលោតនេះចុចអូខេហើយកន្លែងនេះវាឲ្យដាក់ឈ្មោះដាក់ភេទ
ដាក់ថ្ងៃខែឆ្នាំកំណើតដាក់កម្ពស់គីឡូឯណាយើងមិនបាច់ដាក់ទេឥឡូវវាឲ្យទេឥឡូវខ្ញុំសាកដាក់ឈ្មោះមើលឥឡូវបានហើយអញ្ចឹងដើម្បីចូលតាំងរូបយើងចូលមើលទៅចុចកន្លែងក្បាលមនុស្សនេះចុចកន្លែងនេះដើម្បី search រម៉ាក់នាឡិកាចាំតិចហើយដើម្បីមើលដោយសារខាងខ្ញុំមានច្រើនណាអញ្ចឹងឥឡូវខ្ញុំចូលនេះមើលបរិយាមើលបើសិនបើយើងទិញ2ទៅវាមាន load 2មកចូល setting ចូល general ចូល about នេះនេះមើលលេខរៀងនេះ LD address នេះ A9DD មួយណានេះ A9DD តែបើអ្នកទាំងអស់គ្នាមាននាឡិកាតែមួយទេគឺចុចចូលទៅវាលូតតែមួយមកទេហើយបើវាចេញបែបនេះយើងចុចមកចុច pair នេះបានហើយចំណុចសំខាន់ជាងគេដែលខ្ញុំចង់ប្រាប់នោះគឺរបៀបតាំងរូបវាចេញបែបនេះហើយអានេះបានភ្ជាប់បាននេះចុចពាក្យ deal ចេញបែបនេះចំពោះលើគេនេះវាអត់ប្រយោជន៍ទេចំពោះទី2នេះអានេះតើយើងទិញអាខ្លះ free បើ free យើងអាចយក wallpaper ហ្នឹងដើម្បីតាំងលើនាឡិកាយើងបានតែខ្ញុំប្រាប់ពីរបៀបតាំងរូបយើងលើហ្នឹងនេះយើងចុចក្រោមគេមកនេះនឹងមកតទៅទៀតចុច select ឥឡូវខ្ញុំចង់តាំងរូបនាឡិកានេះហ្មងចុចគ្រីសមកអានេះវាឲ្យសេរីមកយើងដាក់នេះមកយើងដាក់កន្លែងណាក៏បានដែរស្រែងយើងមកហើយយើងពណ៌យើងស្រឡាញ់ឥឡូវខ្ញុំដាក់ពណ៌ក្រហមមកនេះឥឡូវខ្ញុំទាញដាក់នេះទៅតចុចគ្រីសហើយតមកទៀតចុច save មករងចាំតិចទៅជាការស្រេចហើយចំពោះនាឡិកាហ្នឹងពេលយើងភ្ជាប់ជាមួយទូរស័ព្ទទៅគឺមកដល់ត្រូវហើយបើចង់សេរីលើនាឡិកាក៏បានដែរនេះឥឡូវបានហើយបើយើងចង់ call យើងសាកមើលទៅយើងចុច call ទៅបើសិនបើវាអត់ជាប់អត់ call ទេយើងចូលភ្ជាប់មកតង់ទៀតឡើងហ្នឹងនៅក្នុង Bluetooth ទូរស័ព្ទគណិចមកតង់ទៀតអានេះខ្ញុំងាយស្រួលទេអាហ្នឹងហើយឥឡូវខ្ញុំប្រាប់ត្រួសនៅក្នុង setting វាដើម្បីអ្នកទាំងអស់គ្នាចេះសេរីខ្លួនឯងបើសិនបើអ្នកចេះប្រើទូរស័ព្ទច្បាស់ហ្នឹងគឺយល់ហើយមិនបាច់មើលក៏បានដែរពេលយើងចូល setting មកឥឡូវយើងចូល setting ឥឡូវនេះអត់សំខាន់ទេអានេះឈ្មោះអីយើងបង្កើត app មិញទេនេះសំខាន់ general ហើយនេះកន្លែង Bluetooth នេះភាសា language នេះ app កន្លែងនេះនេះ restore ហើយកន្លែងហ្នឹង format ម៉ាស៊ីនឥឡូវយើងថយវិញបើថយវិញចុចអុសទាំងចេះមកថយហើយហើយចូលវិញនេះកន្លែងដែលសំខាន់គឺសេរីពលឺនេះសេរីពលឺតិចច្រើនហើយអានេះសេរីវិនាទីឲ្យឆាប់ឲ្យលុតភ្លើងនាឡិកាអញ្ចឹងអាហ្នឹងវាដូចតែទូរស័ព្ទដែរទេគ្មានអីពិបាកទេហើយអានេះ Dynamic Island អាកន្លែងមានមកឆោតកន្លែងហ្នឹងវងមូលហ្នឹងបើយើងចង់បិទទៅអាហ្នឹងឲ្យវាដូច iPhone ណាតែបើយើងចង់បិទវាអត់មានចេញកន្លែង no message អី message លើអេក្រង់ហ្នឹងទេយើងបិទអញ្ចឹងតែនេះបើកទៅក៏បានដែរអានេះស្រ័យយើងហើយចំពោះម៉ោងយើងសេរីលើនឹងបាននេះម៉ោងអានេះថ្ងៃខែយើងសេរីទៅនេះគ្មានអីពិបាកទេកន្លែងហ្នឹងហើយខ្ញុំប្រាប់ត្រួសនេះម៉ោងយើងសេរីទៅដូច8យប់អញ្ចឹងយើងចុចលើ12ទៅវាចេញ8យប់តែយើងចុចនេះវាចេញម៉ោង20ហើយចំណុចនេះវាអត់មានអីពិបាកទេឈប់ខ្ញុំថយវិញហើយចំពោះទាំងអស់នេះអត់មានអីសំខាន់ទេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនបើអត់ចេះយល់ឡើយណាអាចថតជាវីដេអូឬ screenshot ឆាតចូល page ដើម្បីសាកសួរព័ត៌មានបន្ថែម